នេះជានាវាចង្បាំង 056C ដែលរដ្ឋាភិបាលចិននឹងផ្ដល់ឲ្យកម្ពុជាចំនួន2គ្រឿងក្រោមគម្រោងជំនួយយោធាអតីតប្រមុខការពារជាតិលោកទាបាញ់បានប្រាប់ថាចិនដំឡើងរួចរាល់មួយគ្រឿងនិងមួយទៀតបាន 50% ភ្នាក់ងារព័ត៌មានអន្តរជាតិធ្លាប់រាយការណ៍ថានាវាទាំងពីរត្រូវរំពឹងថានឹងបញ្ជូនទៅដល់មូលដ្ឋានសមុទ្ររៀមនៅអំឡុងឆ្នាំ2025-2026 នាវានេះមានចំណុចពិសេស5យ៉ាងល្មមអាចឲ្យសត្រូវញញើតខ្លះដែរទី1 056C ជានាវាចម្បាំងខ្នាតតូចក៏ប៉ុន្តែកំណាចវាមានបំពាក់ប្រព័ន្ធបាញ់មីស៊ីលភ្លោះសម្រាប់បាញ់ប្លង់កាំជ្រួចឬក៏មីស៊ីលប្រភេទ YJ-83 ដែលមានសមត្ថភាពបាញ់កំទេចនាវាសត្រូវពីចម្ងាយរហូតទៅដល់180គីឡូម៉ែត្រនេះបើយោងទៅតាមអង្គភាពទ័ពសមុទ្រអន្តរជាតិ Sea Force ទី2នាវានេះមានប្រព័ន្ធបាញ់មីស៊ីលរយៈចម្ងាយខ្លីដល់ទៅ8បំពង់ឬក៏កាណុងប្រភេទ HHQ-10 ដែលអាចបាញ់កំទេចយន្តហោះចម្បាំង drone និងមីស៊ីលដែលហោះក្នុងកម្ពស់ពី5ទៅ10គីឡូម៉ែត្រពីផ្ទៃសមុទ្រនេះបើយោងទៅតាមគេហទំព័រ Weapon System ទី3នាវានេះមានបំពាក់កាំភ្លើងស្វ័យប្រវត្តិ76មីលីម៉ែត្រដែលអាចបាញ់បានក្នុងរយៈចម្ងាយមធ្យមប្រហែលជា120ជុំក្នុង1នាទីនិងកាំភ្លើង30មីលីម៉ែត្រដែលអាចបាញ់បានរយៈចម្ងាយខ្លីពី4000ទៅ5000ជុំក្នុង1នាទីទី4នៅផ្នែកកន្ទុយនៃនាវានេះអាចឲ្យឧទ្ធម្ភាគចក្រយោធាប្រភេទ Z9C ចុះចត Z9C មានតួនាទីស្វែងរកគោលដៅក្នុងល្បឿនជាង300គីឡូម៉ែត្រក្នុង1ម៉ោងក៏ប៉ុន្តែឧទ្ធម្ភាគចក្រនេះត្រូវទិញដោយឡែកទី5ដើម្បីឲ្យប្រតិបត្តិការរបស់